កម្មវិធីបូជានៅពេលប្រឡប់មកប្រហែល6ជាងឬ7ជាងអាស្រ័យទៅលើអាកាសធាតុយើងអាចកំណត់ថាម៉ោង2គឺជុំនេះដល់ថ្ងៃទាំងនោះមិនបានទេព្រោះថ្ងៃហ្នឹងម៉ោង4កន្លះហើយនៅតែមានកម្ដៅខ្លាំងឡើយយើងអាចដល់ថ្ងៃហ្នឹងជំរុលដល់ម៉ោង4ឬ4កន្លះបានចេញមកមកដល់នេះម៉ោង5កន្លះល្មមចាំយើងទូទេគ្នាម៉ោង4ដល់ម៉ោង6ម៉ោងសំរុំហ្នឹងសម្រាប់កម្មវិធីថ្ងៃទី1ហើយកម្មវិធីថ្ងៃទី22ពេលព្រឹកយើងតែនិយមថាដាឆ្លងរំបាទតែព្រឹកនោះក៏មានករណីពិសេសមួយទៀតដែរគឺពិធីបុណ្យព្រះអធិដែលយើងហៅថាយោងព្រះអធិចូលព្រះកោណយើងពេលហ្នឹងយើងបានជជែកថ្ងៃមុនហើយថាចែកជាពីរខាងគណៈកម្មការរៀបចំរំបាទក្រុមទៀតនៅក្នុងពីដាឆ្លងរតនាវិធានចូលកោយោងវិធាននេះភាសាសាមញ្ញណាយោងវិធានបើយើងស្ដាប់មើលទៅអ្នកដែលអត់ធ្លាប់បានដឹងអត់ធ្លាប់បានឮចាប់ដើមឆ្លាតថាយោងវិធានទៅយោងមិនចាំធ្វើល្មិចតែបើចង់ដឹងតាមទស្សនាផ្ទាល់នឹងលក្ខខណ្ឌមួយពេលព្រឹកជាប់សពគ្រប់ដោយព្រះយុទ្ធបញ្ញាបាននិយាយខាងដើមឲ្យថាម៉ោង2យើងជួបជុំត្រីសង្ឃទេរាជការមួយទៀតដែលយើងធ្លាប់បានឃើញទស្សនាតែអ្នកខ្លះធ្លាប់បានឮតែខ្លះទៀតមិនដែលបានឮតែសោះថាពិធីបំលែងព្រះអង្គាហើយគឺព្រះអង្គាហ្នឹងគឺដើម្បីបានឱកាសស្ដាប់និងយល់ដឹងអំពីកិច្ចបំលែងព្រះអង្គាខ្ញុំគណៈសូមរតនានិវត្តន៍ព្រះគ្រូបៃលមនីព្រះគ្រូបញ្ញាវិធីព្រះគ្រូស្រីវិធីព្រះប្រកាសខ្ញុំដើម្បីរៀបរាប់វិជាអំពីពិធីបំលែងព្រះអង្គាហ្នឹងយើងធ្វើមកឃើញតែមានរាជាឬក៏ថ្នាក់ដឹកនាំធំនៅរាជធានីភ្នំពេញយកខេត្តយើងឲ្យបានមានមានទំនៀមនឹងរក្សាពីត្រឹមណាមកដែលលោកគ្រូចេះចាំតមកតតាមគ្រូមកបានលើកក្នុងកិច្ចការប្រជុំកម្មវិធីបុណ្យកសពនេះគឺដោយថាគណៈនេះពុកនៅតាមដងស្ទឹងខេត្តខាងក្រៅនោះតែងតែឃើញសំបីតែចៅអធិការឬក៏សមុទ្រលោកមានប្រកាសថាទៅរាជទីនៅរាជធានីនោះដោយសម្ដេចព្រះមហាសង្ឃរាជក្តីសម្ដេចព្រះបរមរដ្ឋាភិបាលទៅតែនេះទីទៅឡើយយើងនេះដងស្ទឹងក៏រក្សាទំនៀមនឹងតែទីគណៈតែតែធ្លាប់ទៅជាពិសេសទៅទៀតក្រោយពីវៀតណាមចូលមកដល់ក្រោយប្រហែលជាឆ្នាំ79គឺដែលយើងសុខសានគ្រាន់បើហើយវត្តបដលនេះគេរក្សាប្រសពក្រាត់នឹងក៏គេដង្ហែយកចូលទៅចាក់នៅព្រៃត្រត់តែគឺច្រើនតែធ្វើនៅខែកដឹកដោយឡែកស្មារតីអង្គប្រជុំថាមិនអាចទៅជាបានយើងក្រោយពីបូជាហើយគឺរៀបចំដង្ហែទៅចាក់នៅដូនទាវទៅយើងទៅខាងក្រោមទៅព្រោះយើងមានទំនុកសាលាតអោខាងក្រោមមានទឹកនេះជាកម្មវិធីប្រពដើម្បីរំលឹកនៅទំនៀមទម្លាប់ប្រពៃណីចាស់ដែលយើងអ្នកបាត់ដំបងតែជាស្រាប់ធ្វើតាំងពីដើមមកសម្រាប់បុគ្គលដែលយើងគោរពបូជាដូចនេះកម្មវិធីប៉ុននេះលោកឲ្យមេគុណនេះក៏យើងរក្សាទំនៀមរបស់អ្នកដងស្ទឹងរក្សាទុកមិនឲ្យបាត់បង់ជាឱកាសយកមកស្ដារនិងលើកនៅប្រពៃណីនេះឡើងមកវិញមកដើម្បីបានជាប្រយោជន៍សម្រាប់បុគ្គលនៅម្យ៉ាងទៀតក្នុងគណៈស្មារតីសូមកំណត់ទីតាំងដែលនឹងត្រូវយើងខ្លងឬក៏បំលែងនឹងនៅព្រាមដូនទាវព្រោះទៅនឹងមានភាពពិតយើងបំលែងព្រាមដូនទាវតែក៏សូមពិតរកការនឹងជំរាបខ្លួនថាប្រសងនៅស្រុកឯក្នុងនិមន្តនៅបង្សោប្រកេនប្រសពនៅស្ទេតនុកសាលាតអនគឺទៅយើងធ្វើពិធីដង្ហែក្នុងកម្មវិធីដង្ហែលោកទៀតសោតតាមបីរក្សាប្រវេណីនឹងបំពេញទៅតាមបំណងអន្តៈរបស់ប្រសពទៅចូលចិត្តប្រពៃណីទៅផងបបប្រទេសណាស់នឹងកម្មវិធីដង្ហែនឹងទៅតាមជលយាននឹងមានលខោន
cái phơi nâng hay chụp tập to cái chân cái tính chắc chắn đi môn bao nhiêu đấy rồi chiên đây để pram nhé để chiên đấy pram đây đấy còn để nước pram đấy ai chiên chớ hai lơ thì đọc đấy ai sao man lâu sao man lâu cái này chiên này chiên bánh miền bát sọt bên cùng mình đây cái chạy to mà nó có xăm thế cái ảnh nè xăm cái đấy បីតែថាដូចនេះលោកកាន់ខ្នាតកាន់អីក៏លោកបកួតកណាដែរគាត់ថាគួរយើងដកនេះយើងថែមត្រង់នេះក៏ជួបស្មមកនេះអត់ដូចគាត់អត្តនោម័តដូចមិនអត្តនោម័តតែការធ្វើក្នុងព្រមព្រៀងទៀតការងារនេះការងារដោយរួមតែអីណាទៅយប់ហ្នឹងគឺប្រសាមលោកមកដល់ទៅផ្លាត់គឺនៅសន្តិការណាខំអីទៅដល់ពេលហើយដល់រឿងព្រះរឿងសំយកហ្នឹងមានព្រឹករកទេព្រឹកឡើង22ហ្នឹងបានយកទៅពិធីកិច្ចយោងទៅទៀតនឹងថងហើយហ្នឹងយើងរាប់បាតក្លងពីចំនួន1569ពេលព្រឹកថ្ងៃ22ដល់ល្ងាចបានយើងធ្វើពិធីបំលែងព្រះអង្គាដោយអង្គគ្រូចូលចិត្តលើបានលេខខាងដើមហើយពាក់ព័ន្ធរឿងចង្ហាន់ដាក់បាតវត្តអត់មានបានទទួលខុសត្រូវទេតែเป็นផ្នែកលើវាពុទ្ធសាសនាទៅអស់តែបានលឺបានឃើញហើយបាន